ចាជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំចង់បង្ហាញអំពីការធ្វើទឹកត្រីកោះកុងបងប្អូនចាគ្រឿងផ្សំមានដូចជាម្ទេសខ្ទឹមសស្ករអំបិលប៊ីចេងទឹកត្រីនិងទឹកក្រូចឆ្មាតែនេះខ្ញុំអត់ទាន់បានបង្ហាញពីគ្រឿងផ្សំអញ្ចឹងបងប្អូនអាចមើលការធ្វើរបស់នាងខ្ញុំតែម្ដងនាងខ្ញុំបុកម្ទេសហើយនឹងខ្ទឹមរួចរាល់ហើយបងប្អូនយើងអាចដាក់គ្រឿងបានណាបងប្អូនចាខ្ញុំដាក់ស្ករចាស្ករខ្ញុំដាក់3ស្លាបព្រាក៏3ស្លាបព្រាបាយបងប្អូនចាខ្ញុំកច្បល់គ្នាហើយខ្ញុំដាក់ប៊ីចេងកន្លះស្លាបព្រាបាយដែរអញ្ចឹងណាបងប្អូនតែបងប្អូនចូលចិត្តប៊ីចេងបងប្អូនដាក់1ស្លាបព្រាបាយក៏បានដែរហើយនឹងដាក់អំបិលបន្តិចចានេះខ្ញុំដាក់អំបិលបន្តិចចូលចានេះខ្ញុំកូរច្បល់ស្ករអំបិលប៊ីចេងរួចរាល់ឲ្យវាសព្វសិនណាបងប្អូនចាកូរវាសព្វហើយបាននេះខ្ញុំចាក់ទឹកក្តៅយើងណាបងចាទឹកក្តៅក៏បានទឹកឆ្អិនក៏បានដែរបងប្អូនចាំដាក់ចាក់ចូលទៅចាកូរវាឲ្យវាចូលសព្វសិនណាបងប្អូនណាចាហើយយើងអាចជ្រលក់ជាមួយនឹងដូចជាបង្គាដូចជាសាច់គោអីហ្នឹងបងប្អូនអាចជ្រលក់បានហើយនឹងសាច់មាន់សាច់អីហ្នឹងណាចាទឹកត្រីកោះកុងអត់អីទេបងប្អូនយើងអាចជ្រលក់បានសពទាំងអស់គ្រប់មុខម្ហូបឲ្យតែប្រភេទសាច់អញ្ចឹងណាបងប្អូនចាខ្ញុំចាក់ទឹកក្តៅចូលបងប្អូនចាចាក់ទឹកក្តៅចូលឲ្យវាចូលគ្រឿងសពអញ្ចឹងណាបងប្អូនចាខ្ញុំចាក់ចូលវាហើយខ្ញុំកូរវាឲ្យច្របល់សពចូលគ្នាហើយបងប្អូនយើងធ្វើខ្លួនឯងចឹងឆ្ងាញ់ណាបងប្អូនទិញគេអត់ឆ្ងាញ់ទេនាងខ្ញុំពេលខ្លះនាងខ្ញុំចង់ដឹងពីរសជាតិនៃការទិញរបស់គេហ្នឹងតើវាមានរសជាតិឆ្ងាញ់ប៉ុណ្ណាប៉ុន្តែដល់ពេលនាងខ្ញុំទិញយកមកគឺអត់ឆ្ងាញ់ទេចាញ់យើងធ្វើខ្លួនឯងទេបងប្អូនអញ្ចឹងយើងគ្រឿងផ្សំតិចតួចទេបងប្អូនមានតែខ្ទឹមហើយម្ទេសស្ករអំបិលប៊ីចេងទឹកត្រីហើយនិងទឹកក្រូចឆ្មាហ្នឹងជាការស្រេចទេបងប្អូនយើងអាចធ្វើបានប៉ុណ្ណឹងចាហើយយើងថែមថយគ្រឿងទៅតាមចំណង់ចំណូលចិត្តយើងចង់បានជូរឬក៏ផ្អែមបងប្អូនអាចលៃលកទៅតាមចំណង់ចំណូលចិត្តបងប្អូនបានអញ្ចឹងណាបងប្អូនចាហើយយើងផ្សំគ្រឿងអញ្ចឹងរួចរាល់ដែលខ្ញុំដាក់ទឹកត្រីទឹកខ្ញុំដាក់ទឹកក្តៅមិញហ្នឹងហើយក៏បន្ថែមទឹកត្រីទឹកអីថែមទៀតអញ្ចឹងទៅណាបងប្អូនហើយដាក់ទឹកក្រូចឆ្មាទឹកអីចូលទៅរួចរាល់ហើយបងប្អូនចាហើយទឹកត្រីកោះកុងមួយចានប៉ុណ្ណឹងបងប្អូនយើងហូបបានច្រើនដងណាចាហើយទុកអត់ខូចទេបងប្អូនដាក់ចូលទៅក្នុងទូទឹកកកអញ្ចឹងណាចាលៃលកតាមហ្នឹងទៅចំណង់ចំណូលចិត្តបងប្អូននេះខ្ញុំចង់បានរៀងជូរហើយរៀងប្រៃបន្តិចហើយនឹងផ្អែមបន្តិចអញ្ចឹងណាជូរផ្អែមប្រៃអញ្ចឹងណាបងប្អូនចានេះខ្ញុំដាក់ចូលទឹកក្រូចឆ្មាចុងក្រោយគេអញ្ចឹងណាហើយបងប្អូនចាំលៃលកមិញបងប្អូនដាក់គ្រឿងផ្សំដែលបងប្អូនដូចចង់ដាក់ជីវ៉ាន់ស៊ុយចូលបន្តិចក៏បានពេលដែលយើងញ៉ាំបងប្អូនតែបើយើងទុកក្នុងទូទឹកកកអញ្ចឹងមិនដាក់ទេចាមិនដាក់ក៏បានដែរហើយឆ្ងាញ់មែនតែនបងប្អូនណាភ្លក់ទៅភ្លក់មកចង់បានរសជាតិដែលយើងចង់បានអញ្ចឹងណាចាហើយនេះខ្ញុំក៏រៀងស្ទើអញ្ចឹងនេះខ្ញុំក៏ថែមវារៀងស្ទើប្រៃបន្តិចអញ្ចឹងនេះខ្ញុំក៏ថែមថែមស្ករច្រឡំបងប្អូនថែមស្ករហើយនឹងថែមអំបិលបន្តិចដែរចាយើងថែមថយទៅតាមចំណង់ចំណូលចិត្តបងប្អូននៅក្នុងការទទួលទានរបស់បងប្អូនអញ្ចឹងណាបងប្អូនជួយ like ជួយ share ផងបងប្អូននេះខ្ញុំនឹងព្យាយាមចែករំលែកនៅការធ្វើម្ហូបឬមួយក៏វីដេអូផ្សេងការធ្វើនំឬមួយក៏វីដេអូអីដែលនេះខ្ញុំមាននេះខ្ញុំនឹងចែករំលែកជូនបងប្អូនដើម្បីទស្សនាហើយជួយ like ជួយ comment ផងណាបងប្អូនណាអរគុណច្រើនសម្រាប់ការធ្វើការជួយ like ជួយ share ហើយនឹងនេះខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនដើម្បីឲ្យបងប្អូនដឹងពីការធ្វើម្ហូបនិងការធ្វើនំផ្សេងអញ្ចឹងណាអញ្ចឹងនេះខ្ញុំក៏ដាក់អំបិលចូលបន្ថែមទៀតចា
បងប្អូនអាចរៀនធ្វើតាមបានបងប្អូនយើងធ្វើខ្លួនឯងទៅឆ្ងាញ់ណាបងប្អូនណាធ្វើខ្លួនឯងឆ្ងាញ់ថែមថយរហូតវាអត់តន់បានរសជាតិដែលយើងចង់បានទេតែអត់អីទេបងប្អូនឆ្ងាញ់ឲ្យទុកបានយូរណាស់ដាក់ក្នុងទូទឹកកកចុះអត់មានជាបញ្ហាអីទេជ្រលក់ជាមួយនឹងបង្គាជាមួយសាច់គោអាំងអីហ្នឹងឆ្ងាញ់ណាស់បងប្អូនហើយញោមអីហ្នឹងក៏ដាក់ទៅក៏រៀងឆ្ងាញ់ដែរចា